គ្រប់នឹងជំរាបសួរពុកម៉ែមីមីបងប្អូនអរគ្នាជាទីគោរពនិងជាទីស្រឡាញ់នេះខ្ញុំដាក់រៀបចំដើម្បីយកដាក់5ថ្ងៃហើយល្ងាចឡើងទៅមុនលោកប្រសិទ្ធិនៅវត្តសាខាប្រសិទ្ធិយូរចឹងរៀបចំហើយល្ងាចបន្តិចទៅវត្តដើម្បីឲ្យលោកជួយប្រសិទ្ធិនៅវត្ថុស័ក្តិសិទ្ធិរបស់ខ្ញុំចឹងនៅក្នុងថាសនេះគឺមាន3ខ្សែកដែលខ្ញុំតែងពាក់គឺមាន3ខ្សែណាដោយសារខ្សែខ្នាយរបស់ខ្ញុំដោះចេញហើយអត់ទាន់បានស្រោបទេអញ្ចឹងនៅសល់តែថ្មសលៀងហើយនឹងថ្មសលៀងទេណាហើយចំពោះខ្សែផ្សេងទៀតបងធ្លាប់បានមើលគឺនៅដដែលទេអត់មានផ្លាស់ប្ដូរតួអង្គណាទេគឺនៅដដែលរក្សានៅដដែលទាំងអស់អញ្ចឹងថ្ងៃនេះយកទៅប្រសិទ្ធិសាពឹកមិញអត់មានអ្នកមើលកូនឲ្យបោកកៅផងអញ្ចឹងក៏អត់បានយកទៅប្រសិទ្ធិទៅចេះល្ងាចនេះប្រព័ន្ធចេញពីធ្វើការអាចយកទៅប្រសិទ្ធិបានហើយចឹងសាធុមានជ័យដល់បងទាំងអស់គ្នាដែលតែងតែតាមដាននៅ Channel YouTube របស់ខ្ញុំអរគុណច្រើនហើយជម្រាបលានេះគឺវីដេអូគាត់ចែកឲ្យជួបបងប្អូនទស្សនាកំសាន្តថាខ្ញុំរៀបចំយកទៅប្រសិទ្ធិអរគុណច្រើន